បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះចូលបកងរៀងក្រាន់ណាស់បងប្អូនចូលរៀងក្រាន់បាទវាអត់ដូចថ្ងៃរាល់ដងតែចូលច្រើនណាស់បងប្អូនហើយធំបាទអានេះចូលចង់3ផោនហើយបងប្អូនយើងបាទ3ផោនហើយអាមួយនេះបាទក្តាមក៏ចូលច្រើនណាស់បងប្អូនក្តាមតែត្រីអត់ឡើងសោះត្រីខ្ញុំរកគុំអាត្រីបលិសហ្នឹងយូរណាស់បងប្អូនហើយតែពេលណាយកសទូចមកវាដើរឡើងមកទេពេលណាខ្ញុំអត់មកអត់យកមកវាចូលមកច្រើនណាស់បងប្អូនចេញខំស៊ីឡើងពេញទឹកហើយយកមានអីស្ទូចតទៅយើងយកស្ទូចយកអីមកវាអត់លេងហ៊ានមកខ្ញុំគុំជាងគេត្រីបលិសហ្នឹងឯងបាទឥឡូវត្រឡប់មកក្រាមបកងយើងវិញមកចូលរៀងក្រែណាបងប្អូនចូលរៀងក្រែនិយាយទៅបកងថ្ងៃនេះចូលវាអត់ច្រើនតែចូលមួយដល់2ផោនណាបងប្អូន2ផោន3ផោនអញ្ចឹងបាទបកងខ្លះទូអញ្ចឹងតខ្ញុំវាស់បាទឥឡូវនេះខ្ញុំមើល V-notch បាទយើងអត់ចង់យក V-notch ទេណាបងប្អូន V-notch យើងជៀសហើយនឹងមានពងបាទពេលខ្លះវាអត់ V-notch តែមានពងយើងត្រូវបលែងដូចគ្នាហើយយើងត្រូវកាត់ V-notch បាទយើងមាន tool កាត់បងប្អូនយើងបាទយើងមើលទៅបាទមាន V-notch មានពងយើងត្រូវបលែងវិញកុំយកបាទទុកឲ្យវាបាទបន្តពូជថ្ងៃក្រោយទៀតបងប្អូនយើងបាទចានេះប្រកងនេះបាទ V-notch បាទខ្ញុំហាញបងប្អូនមួយហើយបាទ V-notch តែខ្ញុំចង់ដឹងខ្ញុំវាស់បាទខ្ញុំឃើញ V-notch ហើយខ្ញុំវាស់វាចង់ដឹងបាទវាត្រូវសាយអត់អីចឹងបងប្អូនយើងបាទហើយប្រដាប់បកងនេះដែរបងប្អូនយើងស្រួលរកទេ Amazon ក៏មានយើងចូលទៅនៅកន្លែងទិញ license បកងក៏មានដែរបងប្អូនយើងបាទយើងវាស់មកពីផ្នែកវារហូតដល់កហ្នឹងបាទហើយបើវាត្រូវអត់អីទេបាទបកងនេះវាត្រូវរៀងត្រូវណាស់ដល់គ្នារៀងស្ទើរបន្តិចប៉ុន្តែវាមាន V-notch អញ្ចឹងឲ្យយកបានទេខ្ញុំគ្រាន់តែវាស់វាលេងចង់បង្ហាញបងប្អូនយើងណាបងប្អូនមានតែប៉ុណ្្នឹងហើយយើងតាមដានវីដេអូទាំងអស់គ្នាអរគុណច្រើនបាយបាយ